Good morning, teacher, and hello everybody. ពួកយើងមកពីក្រុមទី7 and today we are talking about World Trade Organization ដែលយើងហៅកាត់បានថា WTO ពួកយើងបានបែងចែកអត្ថបទនេះជា5ចំណុចសំខាន់ៗដើម្បីលើកយកមកបកស្រាយ 1. តើអ្វីទៅជាអង្គការពាណិជ្ជកម្មពិភពលោកឬ WTO អង្គការពាណិជ្ជកម្មពិភពលោកឬហៅកាត់បានថា WTO គឺជាអង្គការអន្តរជាតិតែមួយគត់ដែលគ្រប់គ្រងលើវិធាននៃពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសដោយគោលដៅដ៏ធំបំផុតរបស់វាគឺដើម្បីធានាបានថាពាណិជ្ជកម្មទាំងនោះប្រព្រឹត្តទៅដោយរលូននិងមានភាពយុត្តិធម៌ 2. ប្រវត្តិនៃការបង្កើតអង្គការនេះឡើងអង្គការពាណិជ្ជកម្មពិភពលោកឬហៅកាត់បានថា WTO មិនមែនគ្រាន់តែជាការិយាល័យមួយដែលស្ថិតក្នុងទីក្រុងហ្សឺណែវនោះទេប៉ុន្តែវាគឺជាអាជ្ញាកណ្ដាលនៃពាណិជ្ជកម្មពិភពលោកអង្គការនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី1ខែមករាឆ្នាំ1995អង្គការនេះត្រូវបានជំនួសឲ្យកិច្ចព្រមព្រៀង GATT ដែលយើងអាចហៅបានថាកិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធគយនិងពាណិជ្ជកម្មដែលមានតាំងពីឆ្នាំ1948មកម្លេះអង្គការនេះត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងម៉ារ៉ាកាសដែលចុះហត្ថលេខានៅឆ្នាំ1994បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនឆ្នាំដែលគេស្គាល់ថាជាជុំអ៊ុយរ៉ាហ្គាយឬអ៊ុយរ៉ាហ្គាយរ៉ោនដែលបច្ចុប្បន្ននេះអង្គការពាណិជ្ជកម្មពិភពលោកមានសមាជិកចំនួន166នាក់គិតត្រឹមដើមឆ្នាំ2026ដែលក្នុងនោះមានប្រទេសកូម៉ូនិងប្រទេសទីម៉ូស្តេឡេគឺជាសមាជិកថ្មីបំផុតដែលត្រូវបានចូលរួមចាប់តាំងពីក្នុងឆ្នាំ2024និងប្រទេសអេត្យូពីកំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ការចូលជាសមាជិកនៅខែមីនាឆ្នាំ2026ខាងមុខនេះសមាជិកទាំងអស់រួមបញ្ចូលគ្នាតំណាងជាង 98% នៃពាណិជ្ជកម្មសកលពិភពលោកទាំងមូលអញ្ចឹងគឺយើងចូលមកដល់ចំណុចទី3ដែលវាតកតងទៅនឹង vision អញ្ចឹង vision គឺមានន័យថាចក្ខុវិស័យដែលយើងនឹងនិយាយពីចក្ខុវិស័យរបស់អង្គការ WTO អញ្ចឹងចក្ខុវិស័យរបស់អង្គការ WTO គឺជាការបង្កើតនៅពិភពលោកមួយដែលពាណិជ្ជកម្មជាឧបករណ៍សម្រាប់វិបុលភាពនិងស្ថិរភាពជាជាងការបង្កចំនួននៅត្រង់ហ្នឹងយើងនឹងរើសយក3ចំណុចមកនិយាយនៅក្នុងនោះគឺសន្តិភាពសេដ្ឋកិច្ចចឹងសន្តិភាពសេដ្ឋកិច្ចគឺគេនិយាយទៅលើគោលគំនិតគឺថាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយគ្នាមិនសូវមានទំនោរចង់ធ្វើសង្គ្រាមដាក់គ្នាឡើយហើយចំពោះចំណុចទី2គឺតកតងទៅលើបរិយាបន្នដែលជាការរាប់បញ្ចូលចឹងគឺគេចង់ធ្វើការបញ្ជ្រាបប្រទេសកំពុងអភិវឌ្ឍហ្នឹងទៅក្នុងសេដ្ឋកិច្ចសកលដើម្បីធ្វើការធានាថានឹងគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលចំពោះចំណុចទី3វិញគឺវាតកតងទៅនឹងភាពដែលអាចទូទាយបាននៅក្នុងនោះគឺគេចង់និយាយពីការធានាថាអាជីវកម្មអ្នកនាំចេញនិងអ្នកនាំចូលគឺអាចធ្វើនៅដំណើរការក្នុងបរិយាកាសស្ថិរភាពមួយដែលច្បាប់មិនផ្លាស់ប្ដូរភ្លាមៗតាមតែចិត្តហើយចំពោះចូលមកដល់ចំណុចទី4វិញគឺតកតងនឹង mission ចឹង mission គឺជាបេសកកម្មរបស់អង្គការ WTO ថាតើអង្គការហ្នឹងគឺផ្ដោតទៅលើអ្វីខ្លះចំពោះ WTO អង្គការ WTO គឺគេអនុវត្តទៅលើចក្ខុវិស័យរបស់ខ្លួនតាមរយៈ pillar គឺចំនួនចម្បងចំនួន3ចំណុចក្នុងនោះគឺមានការចងចាំគឺជាការធ្វើទៅលើវេទិកាមួយដែលប្រទេសនានាហ្នឹងអាចមកអង្គុយពិភាក្សាគ្នាដើម្បីកាត់បន្ថយនៅរបាំងពាណិជ្ជកម្មជាពន្ធគយនិងបង្កើតច្បាប់ថ្មីៗសម្រាប់យុគសម័យ digital ចំពោះចំណុចទី2វិញគឺការអនុវត្តនិងការតាមដានចំពោះត្រង់ចំណុចនេះគឺគេនិយាយពីទៅលើការត្រួតពិនិត្យមើលថាតើសមាជិកពិតជាបានគោរពតាមច្បាប់ដែលពួកគេបានព្រមព្រៀងគ្នានឹងដែរឬអត់ចំពោះចំណុចទី3វិញគឺការដោះស្រាយវិវាទការដោះស្រាយវិវាទនេះគឺគេផ្ដោតទៅលើអ្នកដែលដើរតួជាតុលាការដើម្បីដោះស្រាយទៅលើចំនួនពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសដោយឧទាហរណ៍ដូចជាថាប្រទេសមួយហ្នឹងជឿថាប្រទេសមួយទៀតកំពុងតែចង់យកពន្ធទៅលើការនាំចេញផ្លែឈើរបស់ខ្លួនដោយតាមវិធីអយុត្តិធម៌ចំពោះចំណុចទី5គឺ last achievement from 2021 to 2026 វាអាចនិយាយបានថាគឺសមិទ្ធផលចុងក្រោយក្នុងកំឡុងពេល4ឆ្នាំហើយអញ្ចឹងនៅត្រង់សមិទ្ធផល4ឆ្នាំនេះបើទោះបីជាមានភាពតានតឹងជាសកលក៏ដោយក៏អង្គការ WTO ហ្នឹងគឺបានសម្រេចបាននៅរបបកំហើញប្រវត្តិសាស្ត្រមួយចំនួនក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះដែលក្នុងនោះរួមមានកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផលនៅក្នុងឆ្នាំ2022ជាកិច្ចព្រមព្រៀងដំបូងបង្អស់របស់អង្គការ WTO ដែលផ្ដោតទៅលើនិរន្តរភាពបរិស្ថានគឺវាហាមឃាត់ការផ្ដល់ការឧបត្ថម្ភធនដែលនាំឲ្យមានការនេសាទហួសកម្រិតនិងការនេសាទបែបខុសច្បាប់ឬក៏គ្មានរបាយការណ៍និងគ្មានបទបញ្ញត្តិពួកចំណុចទី2គឺការបន្ធូរបន្ថយកិច្ចព្រមព្រៀង TRIPS សម្រាប់ COVID-19 នៅក្នុងកំឡុងឆ្នាំ2022
វាគឺជាកិច្ចព្រមព្រៀងដ៏សំខាន់ដែលផ្ដល់ភាពងាយស្រួលដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការផលិតវ៉ាក់សាំងដោយខ្លួនឯងដោយផ្អែកទៅលើការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាមួយចំនួនជាបណ្ដោះអាសន្នចំណុចទី3វិញគឺវឌ្ឍនភាពពាណិជ្ជកម្ម Digital នៅក្នុងកំឡុងឆ្នាំអាចគេសន្និដ្ឋានថាពី2024ទៅ2026ការបន្តសុពលភាពនៃការមិនយកពន្ធទៅលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺ e-commerce moratorium ដើម្បីធានាថាប្រទេសនានានឹងមិនចាប់ផ្ដើមយកពន្ធគយលើការបញ្ជូនទិន្នន័យ Digital ក៏ដូចជាទៅលើការមើល Netflix ឬក៏ទាញយកកម្មវិធីពីកុំព្យូទ័ររហូតដល់យ៉ាងហោចណាស់ក៏អាចនៅក្នុងឆ្នាំ2026នឹងដែរចំពោះចំណុចទី4វិញគឺគេនិយាយទៅលើបទបញ្ញត្តិក្នុងស្រុកលើវិស័យសេវាកម្មនៅក្នុងកំឡុងឆ្នាំ2024ដែលក្នុងនេះគឺមានសមាជិកជាង70នាក់បានដាក់ចេញនូវច្បាប់ថ្មីៗដើម្បីកាត់បន្ថយនៅនីតិវិធីស្មុគស្មាញគឺធ្វើសម្រាប់អ្នកផ្ដល់សេវាកម្មដែលត្រូវបានគេប៉ាន់ប្រមាណថានឹងជួយសន្សំសំចៃថ្លៃដើមពាណិជ្ជកម្មជាសម្រាប់អាជីវកម្មបានជាង$150,000 លានជារៀងរាល់ឆ្នាំផងដែរអញ្ចឹងទាំងអស់ហ្នឹងគឺវាគ្រាន់តែជាការសង្ខេបត្រួសទៅលើអង្គការ WTO នឹងទេប៉ុន្តែអ្នកនរគ្នាអាចរកបន្ថែមនៅក្នុង Google ឬក៏តាម website ផ្សេងៗមួយចំនួនទៀតដើម្បីទទួលបានព័ត៌មានច្រើនជាងហ្នឹងអញ្ចឹងសរុបទាំងអស់គឺ WTO ដែលខ្ញុំផ្ដោតតែនិយាយដែលក្រុមរបស់ខ្ញុំផ្ដោតតែនិយាយលើហ្នឹងគឺអ្វីទៅគឺជាអង្គការ WTO ហើយចំពោះ background ប្រវត្តិសាស្ត្ររបស់អង្គការមួយហ្នឹងក៏ដូចជាទី3គឺផ្ដោតទៅលើ vision ដែលនិយាយពីចក្ខុវិស័យ4 mission និយាយពីបេសកកម្មរបស់អង្គការ WTO ហើយចំពោះទី5វិញគឺ last achievement គឺសមិទ្ធផលចុងក្រោយរបស់អង្គការ WTO ដែលគិតពីអំឡុងមក2021រហូតដល់2026តែវាគិតទៅគឺសម្រាប់4ឆ្នាំអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាត្រូវការព័ត៌មានផ្សេងៗឬក៏ចង់ដឹងវែងឆ្ងាយជាងហ្នឹងអាចធ្វើការស្វែងរកនៅក្នុងប្រព័ន្ធអ៊ីនធឺណិតបន្ថែមបាន